ប្រៀបសួរក៏ដូចជាសួស្តីប្រិយមិត្តអរគ្នាខ្ញុំបាទការឌៀនថ្ងៃនេះខ្ញុំមកសម្រាប់រឿង The Flash យើងបន្តទៀតហើយដែលជាភាគទី6ហើយឥឡូវមុនចូលសាច់រឿងយើង like មួយសិនមកណោះឥឡូវ admin រាប់1ដល់3អ្នកនរគ្នា like មកណា1 2 3 like ហើយណោះអូខេឥឡូវចូលទៅកាន់វីដេអូដល់គ្នាហើយដល់ផ្ដើមរឿងមកយើងឃើញថាមានបរិសុទ្ធសាច់ដូងម្នាក់គឺកំពុងតែបើកឡានគេចពីប៉ូលីសដល់យើងមិនតន់ដឹងណាថាហេតុអីបានជាប៉ូលីសអេងតាមគាត់អញ្ចឹងហើយស្របពេលដែលបរិសុទ្ធម្នាក់ហ្នឹងកំពុងតែជិះគេចពីប៉ូលីសហ្នឹងនៅឯខាងចូលនេះវិញក៏កំពុងតែរៀបចំកូនចៅដើម្បីស្ទាក់ចាប់បរិសុទ្ធម្នាក់ហ្នឹងផងដែរហើយគណៈពេលហ្នឹងដែរឡានបរិសុទ្ធសាច់ដូងប៊ីសនៅបុកក្មេងម្នាក់ទៅហើយតែសំណាងខ្លាំងណាស់ក្មេងប្រុសម្នាក់ហ្នឹងក៏ត្រូវបានបេរីមកជួយទាន់ហើយដោយសារតែឃើញបរិសុទ្ធម្នាក់ហ្នឹងនៅបើកឡានក៏ឃ្លើនហ្នឹងខាងប៉ូលីសក៏សម្រេចចិត្តប្រើប្រាស់កំភ្លើងម្ដងតែគួរសោកស្ដាយណាស់លោកអើយមើលទៅកំភ្លើងប៉ូលីសហ្នឹងធ្វើអីបរិសុទ្ធម្នាក់ហ្នឹងអត់បានទេហើយការបាញ់របស់ប៉ូលីសហ្នឹងក៏បានធ្វើឲ្យបរិសុទ្ធម្នាក់ហ្នឹងគឺកាន់តែខឹងហើយក៏បានជីកបុកឡានប៉ូលីសយកហ្មងចំណែកបេរីក៏មិនបដ ឲ្យពេលហ្នឹងរត់បានស្រួលៗដែរហើយគេក៏បានរត់ទៅពាំងមុខឡានរបស់បរិសុទ្ធម្នាក់ហ្នឹងអញ្ចឹងហើយបរិសុទ្ធម្នាក់ហ្នឹងឃើញអញ្ចឹងក៏មិនឲ្យចោលដែរក៏បានបញ្ឈប់ឡានហើយក៏បានចុះមកវាយជាមួយបេរីហើយដើម្បីជាការស្វាគមន៍គេក៏បានដកទ្វារឡានរបស់គេហ្នឹងគប់ទៅកាន់បេរីចំណែកបេរីយើងវិញអីធំទ្វារឡានប៉ុណ្្នឹងអីឲ្យកាកហ្មងហើយដើម្បីជាការតបតបេរីក៏បានលោតទៅវាយពេលហ្នឹងមកដៃចំមុខយ៉ាងលឿនតែគួរឈឺចាប់ណាស់លោកអើយមកដៃរបស់បេរីហ្នឹងមិនត្រឹមតែវាយបរិសុទ្ធម្នាក់ហ្នឹងមិនកើតអីទេបែរជាធ្វើឲ្យដៃខ្លួនឯងហ្នឹងបាក់ទៅវិញហើយនៅពេលឃើញបេរីរៀងអកសើអញ្ចឹងបរិសុទ្ធម្នាក់ហ្នឹងក៏បានប្រែក្លាយដៃខ្លួនឯងទៅជាលោហៈហើយគេក៏បានវាយបេរីម្ដាយឡើងប៉ើងហើយនៅពេលដែលគេរកវាយបេរីម្ដាយទៀតដើម្បីបញ្ជូនទៅឋានប៉ានេះហ្នឹងតែជាសំណាងល្អណាស់ដែលបេរីសល់កម្លាំងមួយចំនួនហើយក៏បានធ្វើការរត់គេចខ្លួនពីទីហ្នឹងបាត់ទៅចំណែកសាច់រឿងយើងក៏កាន់មកកាន់ style up វិញខណៈពេលដែល Catherine Cisco និង Harrison កំពុងតែនិយាយគ្នាសុកៗហ្នឹងគេក៏ប្រទះឃើញណែ Berry កំពុងដេកស្លាប់ហើយគាត់នៅឃើញអញ្ចឹងព្រាម Catherine ពិតជាបារម្ភពី Berry មែនតើហើយប្រញាប់មកមើល Berry អញ្ចឹងហើយក្រោយពីទទួលបានការព្យាបាលមួយសន្ទុះរួចមក Berry ក៏ដឹងខ្លួនឡើងវិញហើយអ្នកទាំងអស់គ្នាក៏ជាធ្លាប់ឮមានន័យថា Berry ហ្នឹងគឺមានសមត្ថភាពព្យាបាលដល់ខ្លួនឯងគាត់តែការព្យាបាលហ្នឹងមិនមែនព្យាបាលភ្លាមៗទេគឺវាត្រូវការពេលយូរអញ្ចឹងនិយាយទៅដូចការវិភាគមួយអញ្ចឹងហើយការវិភាគមួយមិន Berry បាក់ឆ្អឹងដៃហើយត្រូវការពេលរយៈពេល3ម៉ោងដើម្បីព្យាបាលហ៎អញ្ចឹងម្ដងនេះក៏ដូចគ្នាដែរអូខេឥឡូវយើងចូលសាច់រឿងយើងវិញហើយពេលហ្នឹងដែរ Harrison ក៏បានសួរ Berry ថា Berry ទៅធ្វើអីគេមិនបានមានរបួសពេញខ្លួនអញ្ចឹងហើយ Berry ក៏បានប្រាប់ដោយអ្វីដែលយើងបានឃើញអំបញ្ញមិញនឹងឯងហើយ Berry ក៏បាននិយាយថានិយាយទៅគាត់មានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ម្នាក់មកយេប្រហែលតែគាត់អត់ឃើញទេហើយ Berry ក៏បានប្រាប់ Cisco ឲ្យជួយរកវិធីដើម្បីកម្ចាត់បរិសុទ្ធម្នាក់នឹងហងហើយចំណែកនៅខាង CCPD នេះវិញចូលរបស់យើងក៏ចាប់ផ្ដើមសាររើស៊ើបអង្កេតរឿងក្តីរបស់ម្ដាយ Berry ម្ដងទៀតហើយនៅពេលដែលឃើញ Berry ដើរចូលមកហ្នឹងចូលក៏បាក់ធ្វើការងារសិនហើយក៏បានសួរ Berry ថាម្យ៉ាងជីវិតមុននឹងលើថាប៉ះមេតាជូមែម្នាក់ទៀតហើយមិនដែរលទ្ធផលនៃការវាយគ្នាហ្នឹងបានគេក៏បានយើងមើលទៅបានយើង 100% ហ្មងមើលបានបាក់ដៃហើយបានដេកលើក្រែ3ម៉ោងទៀតមិនដែរប៉ុណ្ណឹងលយអត់លយទៅនេះឥឡូវត្រូវមានការងារទៅក្រៅផ្លែនេះឥឡូវនិយាយគ្នាប៉ុណ្ណឹងសិនបានហើយតែមកដល់ពេលហ្នឹងដែរយើងក៏បានស្គាល់ឈ្មោះបរិសុទ្ធសាច់ដុំម្នាក់ហ្នឹងណាដែលគេមានឈ្មោះថា Tony Woodward ហើយបានជាយើងឃើញប៉ូលីសដេញតាម Tony តាមពីក្បាលរឿងហ្នឹងគឺដោយសារតែ Tony ហ្នឹងបានប្រព្រឹត្តអំពើខុសច្បាប់ជាច្រើនហើយ Berry នៅពេលដែលឮថាបរិសុទ្ធម្នាក់ហ្នឹងមានឈ្មោះថា Tony Woodward ហ្នឹងគេមានអារម្មណ៍ថាដូចមិនសូវស្រួលប្រហែលសោះហើយសាច់រឿងយើងក៏កាន់មកកាន់ពេលអតីតកាលបន្តិចដែលកាលពីក្មេងហ្នឹង Tony គឺជាសិស្សម្នាក់ដែលរៀននៅក្នុងសាលាជាមួយនឹង Harry ហើយនិង Berry ហើយ Tony ហ្នឹងគឺជាមនុស្សម្នាក់ដែលតែងតែមករករឿង Berry ជាញឹកញយហ្មងហើយ Tony ហ្នឹងគឺតែងតែនិយាយដាមទៅលើឪពុកគេថាឪពុកគេហ្នឹងគឺជាឃាតករសម្រាប់ប្រពន្ធខ្លួនឯងអញ្ចឹងហើយដល់ពេលដែល Berry ចេញមកការពីឪពុកគេហ្នឹងគឺតែងតែត្រូវ Tony ហ្នឹងគឺវាធ្វើបាបគេរហូតហ្មងហើយ Tony ក៏បានបូលូ Berry ថា Berry ហ្នឹងគឺកាន់មកអបបញ្ចោសុទ្ធហ្មងគឺកាន់មកបានតែត្រឹមជាបាវសាច់ឲ្យគេវាយណាអញ្ចឹងមានន័យថា Berry ម្ដងនេះគឺសត្រូវផ្លូវចង្អៀតទេបាទនិយាយទៅប៉ះសត្រូវខ្លួនឯងតាំងពីកាលនៅក្មេងហ្មងហើយកន្លែងមកកាន់ចូលមិនដឹងមកចូលថាមានជាប់មានការងារនៅខាងក្រៅហើយតែពិតការងារនៅខាងក្រៅរបស់ចូលហ្នឹងគឺមកជួបនឹង Harrison នឹងឯងហើយនិយាយឃើញទៅគឺកន្លែងហ្នឹងជួបមកពើពាក់ Harrison ជួយខ្លួនក្នុងការស៊ើបអង្កេតក្តីម្ដាយរបស់ Berry ឡើងវិញដើម្បីស្វែងរកយុត្តិធម៌ឲ្យឪពុករបស់ Berry ដែលមានឈ្មោះថា Henry នឹងឡើងវិញហើយឥឡូវ admin សូមរំលឹកទៅកាន់ភាគមួយបន្តិចនិយាយទៅកាលពីភាគមួយហ្នឹងឪពុករបស់ Berry ដែលមានឈ្មោះថា Henry ហ្នឹងគឺត្រូវបានគេតម្លែងកំហុសថាគាត់នឹងបានសម្រាប់ប្រពន្ធខ្លួនឯងហើយលើនឹងដែរគាត់ក៏ត្រូវបានគេដាក់ទោសឲ្យជាប់នៅក្នុងគុក Iron High ហើយបច្ចុប្បន្នហ្នឹងចូលហើយនឹង Berry ក៏កំពុងតែរកវិធីដើម្បីរំដោះគាត់ចេញដែរហើយសាច់រឿងយើងក៏កាត់បង្ការ Cisco យើងឯនេះវិញដែលពេលនេះដែរ Cisco ក៏បានរកឃើញពីវិធីដើម្បីជួយ Berry ហ្នឹងឲ្យកម្ចាត់ Tony បានណាដែល Cisco បានបង្កើតមនុស្សយន្តដៃមួយដែលគេឲ្យឈ្មោះថា Girder ហ្នឹងមកហាត់វាយជាមួយនឹង Berry ហើយដំណើរការហ្វឹកហាត់ហ្នឹងគឺមានអីស្មុគស្មាញទេគឺឲ្យ Cisco ជាអ្នកបញ្ជាមនុស្សយន្តហ្នឹងហើយ Berry ជាអ្នកវាយទប់ទល់ណាហើយនៅពេលបញ្យល់ Berry រួចអស់ហើយពួកគេក៏បានចាប់ផ្ដើមហើយយើងឃើញថា Berry នេះគឺមិនតន់អាចទប់ទល់ជាមួយនឹងមនុស្សយន្តរបស់ Cisco នឹងបានទេហើយថែមទាំងត្រូវបានមនុស្សយន្ត Cisco នឹងវាយឡើងរបួសក្រិចដែរទៀតផងចំណែកសាច់រឿងយើងក៏កាត់មកកាន់ចូលនឹង Harrison ដែលកំពុងតែពិភាក្សាគ្នានេះវិញហើយពេលហ្នឹងពួកគេសន្ទនាគ្នាមកសន្ទុះធំដែរហើយសង្ខេបខ្លីទៅគឺពេលហ្នឹងចូលសង្ស័យថាគឺអាចនឹងមានមនុស្សម្នាក់ទៀតដែលមានសមត្ថភាពពិសេសដូច Berry អញ្ចឹងដែលរត់លឿនដូច Berry អញ្ចឹងតែទោះត្រង់ថាគេមានចំហាយថាអំពូលនឹងពណ៌លឿងហើយម្នាក់នឹងឯងគឺជាម្នាក់ដែលសម្លាប់ម្ដាយរបស់ Berry ដែលមានឈ្មោះថា Nora ហើយស្របពេលជាមួយគ្នានឹងដែរនៅពេលដែល Iris កំពុងតែធ្វើការសុកហ្នឹងក៏ស្រាប់តែ Tony នឹងមករ
រកអេរីដល់កន្លែងធ្វើការតែម្ដងមិត្តចាស់ការជួបគ្នាយូរដែរមិនដែរសុខសប្បាយអត់មកដាក់មកយូរហើយអេរីស្មាននឹងញ៉ាំបយ៉ានៅអត់តន់ផងហើយមិនសួរសំណួរគេចឹងហើយបានជាថូនីរកទីតាំងរបស់អេរីឃើញនឹងគឺដោយសារតែថូនីនឹងបានអានរឿងរ៉ាវរបស់ The Street ក៏ដែលសរសេរដោយអេរីដែលផុសនៅលើគេហទំព័ររបស់នាងហើយថូនីឆ្ងល់ថាមេអេរីនឹងជួយចិត្តសរសេរព័ត៌មានដែលតាក់ទងទៅនឹង The Street នឹងម៉េះហើយអេរីក៏ថាម្នាក់នឹងគឺជា hero ស្អីឡាកំសាកគេវាយត្រូវតាមបដៃសោះរត់ប្រាអាយុបាត់ហើយថូនីក៏បានប្រាប់ឲ្យអេរីនឹងជប់សរសេរព័ត៌មានដែលតាក់ទងទៅនឹងអាប៉ែ The Street ហ្នឹងណាហើយថ្ងៃណាតនេះដែរទៅជួបគ្នានៅក្រៅបានអត់ជួបគ្នាមិនប្រូខ្ញុំមានសង្ស័យណាហើយសង្ស័យខ្ញុំធ្វើជាប៉ូលីសដូចជាឪពុកខ្ញុំអញ្ចឹងទីសង្ស័យខ្ញុំបាញ់កំភ្លើងមកក្របចំរុនគូតប្រូឯងហើយគណៈពេលដែរក្រុមការងាររបស់អេរីម្នាក់ហ្នឹងក៏បានធ្វើសញ្ញាឲ្យអេរីនឹងកន្លែងមើលទូណាហើយពេលហ្នឹងអេរីក៏ដឹងអីថាតាមពិតទៅថូនីនឹងគឺជាជនក្រើតម្នាក់ដែលប៉ូលីសកំពុងតែដេញចាប់សោះហើយគាត់តែឃើញអញ្ចឹងអេរីក៏ចង់យកទូរស័ព្ទហ្នឹងខលហៅប៉ូលីសតែក៏ត្រូវថូនីបំលែងដៃរបស់គេទៅជាលោហៈហើយក៏បានកំទេចទូរស័ព្ទហ្នឹងចោលបន្តមកថូនីក៏បានដកលុយម្ដុំដើម្បីសងការខូចខាតអញ្ចឹងហើយគេក៏ប្រញាប់ធ្វើការចាក់ចេញពីទីហ្នឹងទៅអាពេលនេះហេតុតែគេមានលុយធ្វើមិនក៏សមដែរច្បាយទូរស័ព្ទគេបែកខ្ទេចហើយសងលុយតាមក្រោយបន្តមកស្អីរឿងក៏កាត់មកកាន់ខាងគ្នាបេរីបន្តិចហើយពេលនេះ Catherine ក៏បាននាំដំណឹងតែតាក់ទងទៅនឹងអេរីនឹងមកប្រាប់បេរីដែលអេរីនឹងគឺបានសរសេរអាប់ដេតចូលគេហទំព័ររបស់នាងទៀតហើយការសរសេររបស់នាងនឹងគឺមានន័យថាអេរីនឹងគឺបានដឹងព័ត៌មានដែលតាក់ទងទៅនឹងបរិបទដែលបេរីកំពុងតែតាមរកនឹងហើយបើបេរីចង់ដឹងឲ្យបេរីនឹងទៅជួបនាងនៅកន្លែងដែលធ្លាប់ជួបគ្នាហ្នឹងទៅហើយបេរីក៏បានទៅជួបនឹងអេរីពិតមែនហើយនៅពេលដែលជួបអេរីនឹងអ្វីដែលបេរីខ្វល់មុនគេនឹងគឺថាអេរីនឹងមានកាត់អីអត់ហើយនៅពេលលើថាអេរីអត់មានកាត់អីអញ្ចឹងបេរីអាធូរទ្រង់បន្តិចហើយបេរីក៏បានសួរពីទីតាំងរបស់ថូនីនឹងពីអេរីណាហើយនៅពេលដឹងពីទីតាំងរបស់ថូនីហើយបេរីក៏ចង់រត់ទៅរករឿងថូនីឆាវតែម្ដងតែមុននឹងទៅនឹងបេរីក៏បាននិយាយទៅកាន់អេរីម្ដងទៀតអេរីនឹងគួរតែឈប់សរសេរព័ត៌មានពីខ្លួននឹងផុសទៀតទៅឃើញអត់ពីនំគ្រោះថ្នាក់មកអញ្ចឹងហើយបន្តមកបេរីក៏បានរត់យ៉ាងលឿនទៅកាន់ទីតាំងដែលអេរីបានប្រាប់ហើយពេលនេះ Cisco អីក៏ខំនិយាយចេញពី Stella ដើម្បីហាមបេរីដែរតែពេលនេះបេរីកំហឹងពេញខ្លួនហើយលេងស្ដាប់ណាគេទាំងអស់តែគួរសោកស្ដាយណាស់នៅពេលដែលបេរីទៅដល់ទីតាំងរបស់ Tony មិនទាន់នឹងបានធ្វើអីផងក៏ស្រាប់តែ Tony លោមមកពីក្រោយបេរីតាំងពីអង្ការដែរហើយក៏បានវាយបេរីដល់ប៉ាងដូចកចានជេអញ្ចឹងហើយដើម្បីជែកមកហាយបុន Tony ក៏បានទីទម្លាក់ទូដើម្បីកម្ចាត់បេរីយកតែម្ដងបន្តមកពេលស្ថានភាពរៀនត្រឡប់មកស្កប់ស្កាត់ឡើងវិញ Cisco ហើយនិង Catherine ក៏បានធ្វើដំណើរស្វែងរកបេរីតែជាសំណាងណាស់ដែលបេរីអត់ទាន់ស្រាប់គាត់ថាបេរីនេះហេរ៉ូរបួសធ្ងន់បន្តិចហើយគាត់តែបានមកដល់ Stella ភៀមនិយាយពីថា Harrison នឹងស្ដីបេរីយកស្ដីយកហ្មងនិយាយទៅបេរីប្រព្រឹត្តកំហុសដដែលច្រើនដងមែនតែនមិនដឹងថាពេលណានឹងបេរីជួបប្រព្រឹត្តកំហុសទៅធ្វើការដោយកំហឹងនឹងទៀតទេចំណែកបេរីវិញក៏រៀងមូមកដែរដោយសាររយៈពេលមកដល់36ម៉ោងផងគេត្រូវបានធូនីនឹងបដូរអស់2ដងមកទៅហើយបេរីពិតជាអន់ចិត្តនឹងខ្លួនឯងមែនតែនដោយសារការពិទូចនឹងគេត្រូវបានចាញ់ក្រមស្នាដៃរបស់ធូនីនឹងម្ដងហើយពេលមកដល់ធំនឹងគេត្រូវចាញ់ធូនីនឹងម្ដងទៀតហើយជ្រៀតពេលហ្នឹង Harrison ក៏បានប្រាប់ឲ្យ Cisco នឹងសារកេតនីលោមើលបើសិនបើគេចង់វាវត្ថុរឿងមួយឲ្យមានប្រសិទ្ធភាពក្នុងល្បឿនដ៏លឿនមួយតើគេត្រូវការល្បឿនប្រមាណដែរហើយបន្ទាប់ពីកេតនីចូលឡើងទៅ Cisco ក៏រកឃើញថាគឺគេត្រូវការល្បឿនរហូតដល់ម៉ាក 1.1 ឯណោះដែលម៉ាក 1.1 ហ្នឹងគឺវាល្បឿនលឿនជាងសំឡេងទៀតហើយល្បឿនម៉ាក 1.1 ហ្នឹងគឺវាស្មើទៅនឹង800ម៉ាកក្នុង1ម៉ោងអ្នកនរគ្នានិយាយទៅវាលឿនខ្លាំងមែនតើតែអ្វីដែលជាបញ្ហានៅពេលហ្នឹងគឺថងថា Berry ហ្នឹងអាចរត់លឿនដល់ថ្នាក់ហ្នឹងឯណាហើយបើសិនជា Berry ចង់រត់បានល្បឿនប៉ុណ្ណឹងមែនគឺ Berry ត្រូវការចម្ងាយដែលគេរត់ហ្នឹងគឺ 5.3 ម៉ាលឯណោះហើយអ្វីដែល Berry ត្រូវដឹងមួយទៀតហ្នឹងគឺថាបើសិនជាការរត់របស់ Berry នឹងបរាជ័យ Berry នឹងបាក់ឆ្អឹងខ្ទេចយកហ្មងហើយស្អីរឿងក៏បន្តមកខាង Iris នេះវិញនិយាយទៅបន្ទាប់ពីចូលដឹងថា Tony បានមករក Iris ហ្នឹងឥឡូវនេះចូលក៏បានដាក់ពង្រាយប៉ូលីសហ្នឹងឲ្យតាមការពី Iris ផងដែរតែព្រាមហ្នឹង Tony ក៏បានមកដល់ហើយក៏បានវាយប៉ូលីសឲ្យខ្ចប់អស់ទៅហើយទម្រាំតែ Iris ដឹងខ្លួនហ្នឹងគឺវាហូរពេលបាត់ទៅហើយដោយសារតែ Tony ហ្នឹងឥឡូវកំពុងតែឈរនៅក្រោយខ្នង Iris ហើយ Tony ក៏បាននាំ Iris ចេញពីទីហ្នឹងទៅហើយស្របពេលជាមួយគ្នានឹងដែរ Berry ហើយនិង Eddie ក៏កំពុងតែហាត់បដាជាមួយគ្នាយ៉ាងសប្បាយដោយមិនទាន់ដឹងថាមានរឿងអីកើតឡើងចំពោះ Iris នោះទេតែមិនយូរប៉ុន្មានទេក៏មានប៉ូលីសម្នាក់មកប្រាប់ពួកគេអំពីរឿងដែលទៅកើតឡើងទៅលើ Iris អំបញ្ញមិញហ្នឹងហើយគាត់ទៅលើចឹងភ្លាមម្នាក់ឆ្លេកឆ្លាយកហ្មងចំណែកការ Tony នេះវិញគេក៏បាននាំ Iris មកកាន់កន្លែងឯសាលាគេរៀនជាមួយគ្នាកាលពីវ័យក្មេងហើយ Tony ក៏ថា Iris ហ្នឹងជប់សរសេរព័ត៌មានដែលតាក់ទងទៅនឹង The Street ទៅហើយប្រូមកទៅសរសេរតាក់ទងនឹងខ្ញុំវិញមកពីទៅ Tony គឺចង់ល្បីចឹងបានចង់ឲ្យ Iris នឹងទៅសរសេរពីគេខ្លាំងដល់អ្នកហ្នឹងហើយ Tony ក៏ថា The Street ហ្នឹងត្រូវបានគេសម្លាប់បាត់ហើយចឹងមិនបាច់ចាំសរសេរពី The Street ហ្នឹងទៀតទេតែ Iris អត់ជឿណាថា The Street ដែលជា idol របស់គេហ្នឹងស្លាប់ហើយនៅពេលដែល Tony ភ្លេចខ្លួនហ្នឹង Iris ក៏ប្រឡំបានជួយបតង emergency នឹងចង់រត់ចាស់ចេញពីទីហ្នឹងចឹងតែក៏ត្រូវបាន Tony ហ្នឹងចាប់មកវិញតាន់ហើយស្របពេលជាមួយគ្នានឹងដែរនៅឯខាង CCPD យើងអានេះវិញខាងក្រុមប៉ូលីសយើងក៏កំពុងតែដដានដុតជើងដើម្បីស្វែងរក Iris ដែរហើយប៉ុន្តែកន្លងពេលមួយសន្ទុះធំហើយពួកគេដូចជាមិនទទួលបានដំណឹងអីពី Iris បន្តិចសោះហើយនៅពេលហ្នឹងពិតជាសំណាងល្អណាស់នៅពេលហ្នឹងដែរក៏ស្រកតំនាមព្រេមម្នាក់មកប្រាប់ថាពួកគេនឹងទទួលបានអាឡាម emergency ហ្នឹងពីសាលាមួយហើយច្បាស់ណាស់វាគ្មានអាឡាមណាក្រៅពីអាឡាមដែល Iris បានជួយអំបញ្ញមិញហ្នឹងទេហើយគ្រាន់តែលើជើងព្រេមចូលនឹង Berry ក៏ដឹងច្បាស់ណាស់គឺច្បាស់ជា Tony យក Iris ទៅដាក់កន្លែងសាលាដែលពួកគេទាំង3នាក់បានរៀនជាមួយគ្នាកាលពីទូជាមិនខានហើយ Berry ក៏ប្រញាប់ប្រញាល់រត់ទៅជួយ Iris ក្នុងពេលហ្នឹងទៅចំណែកឯខាង Iris នេះវិញគេកំពុងតែព្យាយាមនិយាយបញ្ចុះបញ្ចូល Tony ហ្នឹងឲ្យបកក្រោយវិញទៅណាវាមិនទាន់ហួសពេលទេប្រូមកសប្បាយចាប់ទៅធေါ်ជាមួយខ្ញុំវិញនិយាយលេងហើយ Tony នេះវិញ Iris និយាយទៅអត់
ត់ខ្វល់អត់ខ្វល់អត់ចូលទៅជាបတ်ជាអត់ខ្វល់អត់ស្រាប់ហើយស្របពេលជាមួយគ្នានឹងដែរអ្នកក្លាជួយស្រេចស្អាតយើងក៏បានមកដល់ល្មមហើយទូនីនៅពេលឃើញបេរីនៅរស់ចឹងមានអារម្មណ៍ថាអូបេរីជីវិតថ្លៃវាយខ្ចប់ប្រហែលដងអត់ទាន់ងាប់ទៀតហើយតែគេទូឯងចឹងមែនហើយម្ដងហ្នឹងទូនីក៏ថាគេនឹងវាបេរីហ្នឹងឲ្យបាត់ឆ្អឹងខ្ទេចពីក្នុងខ្លួនតែម្ដងកុំឲ្យបេរីហ្នឹងបកកែតាមឆាឆោគេពេកហើយបេរីយើងក៏មាននិយាយច្រើនដែរអូខេចឹងក៏ចឹងហើយបេរីក៏បានរត់យ៉ាងលឿនទៅថាកាប៉េះកូតទូនីឬសុទ្ធតែផ្លាច់ពេលឃើញបេរីថាគូខ្លួនចឹងទូនីពិតជាខ្លាំងណាស់ក៏បានដេញបាយបេរីយ៉ាងកំរោលបន្តមកបេរីក៏លេងប្រកាសដាត់បែកទៀតហើយគេក៏បានទៅដកយកទង់ជាសហរដ្ឋអាមេរិកមកវាយជាមួយធូនីម្ដងតែម្ដងនេះទោះបីជាបេរីខំប្រាដំបងក៏ដោយក៏មិនអាចធ្វើអីធូនីបានដែរហើយក៏ត្រូវបានធូនីចាត់ដំបងជាប់នឹងចក្រវត្តបេរីឡើងចង្អល់ហើយនៅពេលបានដាក់បេរីចង្អល់ជាលើកទី2ហើយធូនីក៏បានដាក់តម្រង់មករកបេរីដើម្បីដាក់បេរីបន្ថែមទៀតចឹងតែម្ដងនេះនៅតែដូចកាពីដើមរឿងចឹងបេរីនៅតែអាចរត់រួចបានចំណែកធូនីក៏គិតថាបេរីនេះនៅតែកំសាតដែរចឹងវាយឈ្នះគេរត់តែប៉ុន្តែបេរីមិនមែនកំសាអីទេគ្រាន់តែគេរកអីឡងសិនដោយសារតែគេដឹងថាបើសិនជាគេវាយត្រង់ស្គយជាមួយនឹងធូនីចឹងតែគេវាយឈ្នះហ្មងចំណែកស៊ីស្កូដែលតាមដានបេរីនៅលើជីផ្អែនេះវិញគេក៏ដឹងហើយថាបេរីហ្នឹងគឺកំពុងតែចង់ប្រាកម្រងម៉ាក់មួយនឹងហើយដោយសារតែស៊ីស្កូឃើញថាចម្ងាយរបស់បេរីដែលកំពុងនៅពេលបច្ចុប្បន្នហ្នឹងទៅនឹងកន្លែងដែលធូនីកំពុងតែឈរហ្នឹងគឺមានរហូតដល់ទៅ 5.3 ម៉ាល់ឯណោះដែលវាមានចម្ងាយឆ្ងាយគ្រប់គ្រាន់ដែលអាចឲ្យ Berry ហ្នឹងអនុវត្តអាគម្រោងម៉ាក់ 1.1 ហ្នឹងបានហើយមានសំហៅគម្រោងម៉ាក់ 1.1 ហ្នឹងហៅថា Sonic Bomb ណាវាស្រួលហើយចំណែកខាង Berry យើងវិញម្ដងនេះគឺមួយចានគោមួយចានទឹកឯងបើសិនជា Berry ប្រាតិចនេះ Sonic Bomb នឹងបានជោគជ័យ Berry នឹងអាចបង្ក្រាប Tony បានតែបើសិនជាប្រាជ័យវិញ Berry នឹងស្លាប់តែគ្មានពេលខ្វល់ច្រើនទេការជួយ Harry គឺសំខាន់ជាងហើយការរត់របស់ Berry ម្ដងនេះគឺសាហាវខ្លាំងណាស់ពេលហ្នឹងបើសិនបើ Berry រត់កាត់អាគេនេះនឹងបែកកញ្ចក់ខ្ទេចហើយពិតជាគួរឲ្យសរសើរខ្លាំងណាស់ Berry ពិតជាអាចរត់ទទួលបានជោគជ័យមែននឹងបានប្រាតិចនេះ Sonic Bomb ហ្នឹងលោទៅវាយធូនីម្ដាយនឹងប៉ើងនៅពេល Berry ប្រាតិចនេះ Sonic Bomb នឹងបានជោគជ័យនេះដែលសប្បាយចិត្តជាងគេគឺ Cisco តែគួរឲ្យសោកស្ដាយណាស់លោកអើយតែតែ Berry ទៅតែប្រាតិចនេះ Sonic Bomb នឹងថ្មីថ្មោដែលធ្វើឲ្យ Berry នេះហាងស្ទើរកម្លាំងបន្តិចនឹងមិនអាចបញ្ឈប់ធូនីទាំងស្រុងបានឡើយហើយធូនីក៏ខំប្រឹងងើបឡើងវិញដើម្បីវាយ Berry បន្តតែពិតជាសំណាង Berry ណាពេលហ្នឹងមិនដឹងថា Iris នេះប្រមូលពីក្លាហានមកពីណាខ្លះទេក៏បានហត់ទៅវាយធូនីនឹងម្ដាយស្លាប់បត់ឈឹងហើយម្ដាយរបស់ Iris នឹងក៏បានធ្វើឲ្យខ្លួនគេផ្ទាល់នឹងឈឺដៃក៏មិនស្ទើរដែរចំណែកសាច់រឿងក៏កាន់មកកាន់ធូនីនៅពេលដែលគេភ្ជាប់ដឹងខ្លួនឡើងវិញនៅពេលនេះធូនីក៏ត្រូវបាន Berry នឹងចាប់ដាក់ឃុំបានសម្រេចណាហើយធូនីនឹងពិតជាឡើងប៉ាមែនតែនហើយក៏បានសួរ Berry ថាខ្លួននឹងកំពុងតែនៅឯណាហើយ Berry មានខ្វល់ពីសំណួរធូនីអីទេក៏បានដើរមកហាញមុខនឹងឲ្យធូនីឃើញតែម្ដងហើយពេលនេះធូនីដឹងណាតាមពិតតែ The Street ដែលគេរកគ្នាចាត់ទុកថាជា Super Hero នឹងគឺជា Berry Allen ដែលគេតែងតែបូលីការវិវ័យក្មេងនឹងសោះហើយក្រោយពីបង្ហាញមុខឲ្យធូនីឃើញហើយ Berry ក៏បានដើរចេញមកវិញទាំងអារម្មណ៍សប្បាយរីករាយហ្មងណាហើយកន្លែងមកកាន់ Iris មុខស្រស់យើងឯនេះវិញ Iris ក៏កំពុងតែអាប់ដេតព័ត៌មានអំពី The Street យើងទៀតណាហើយអ្វីដែលគួរឲ្យកត់សម្គាល់ហ្នឹងគឺថា Iris ពេលនេះបានបដូរឈ្មោះពី The Street ហ្នឹងទៅជា The Flash ដែលដូចទៅនឹងចំណងជើងសាច់រឿងយើងវិញហើយចំណែកនៅឈុតបញ្ចប់នៃភាព6នេះវិញសាច់រឿងក៏បានបង្ហាញយើងឃើញថាខណៈពេលដែលចូលកំពុងតែពិនិត្យឯកសារដែលតាក់ទងទៅនឹងរឿងក្តីរបស់ម្ដាយ Berry ហ្នឹងព្រាមនឹងដែរមិនដឹងថាមានរឿងអីកើតឡើងទេក៏ស្រាប់តែផ្ទះចូលមួយទាំងមូលហ្នឹងក៏ស្រាប់តែដាច់ភ្លើងបន្តមកក៏ស្រាប់តែមានពលិអីម្យ៉ាងទេដែលស្តៀងទៅនឹងពលិថាមពលរបស់ Berry អញ្ចឹងរត់បង្ហាញមុខនៅចំពោះមុខចូលហើយអ្វីដែលគួរចាប់អារម្មណ៍ហ្នឹងគឺថានៅក្នុងពលិហ្នឹងក៏ដូចជាមានបរិសម្នាក់ដែលពាក់ឈុតពណ៌លឿងនៅក្នុងហ្នឹងអញ្ចឹងដែលមើលទៅពិតជាដូចការសង្ស័យរបស់ចូលមែនដែលចូលសង្ស័យថាគឺមានបរិសម្នាក់ទៀតដែលមានថាមពលដោយ Berry អញ្ចឹងតែពាក់ឈុតពណ៌លឿងហើយពលិហ្នឹងក៏ពុំបានធ្វើបាបអីចូលនោះឡើយបន្ទាប់ពីបង្ហាញខ្លួនឲ្យចូលឃើញហើយគេក៏បានចាក់ចេញពីទីហ្នឹងទៅហើយការបង្ហាញខ្លួនរបស់បរិសម្នាក់ពាក់ឈុតពណ៌លឿងហ្នឹងពិតជាធ្វើឲ្យចូលហ្នឹងភ័យខ្លាំងមែនតើហើយអ្វីដែលធ្វើឲ្យចូលភ័យខ្លាំងជាងគេចាប់ច្បាច់ពងទៀតហ្នឹងគឺថាបរិសម្នាក់ពាក់ឈុតពណ៌លឿងអបាញ់មិញហ្នឹងក៏បានទុកសារមួយមកឲ្យចូលដែលមានន័យថាឲ្យចូលហ្នឹងសម្រាប់ចិត្តទៅថាគួរស៊ើបអង្កេតរឿងក្តីម្ដាយរបស់ Berry ដែលមានឈ្មោះថា Nora ហ្នឹងបន្តទៀតឬក៏យ៉ាងណាបើសិនជាចូលព្រមបញ្ឈប់នៅពេលហ្នឹងគឺវាមិនមានរឿងអីកើតឡើងទេតែបើចូលនៅរឿងតតឹងចង់សាររឿងក្តីនឹងបន្តទៀតកូនស្រីរបស់ចូលដែលមានឈ្មោះថា Iris ហ្នឹងអាចនឹងមានគ្រោះថ្នាក់ដល់ជីវិតហើយចូលពេលដែលឃើញគេយកកូនស្រីមកគំរាមអញ្ចឹងគាត់ពិតជាភ័យខ្លាំងមែនតើបារម្ភពីកូនស្រីគាត់ណាហើយចាំមើលថាចូលនឹងដោះស្រាយបញ្ហានេះយ៉ាងណាយើងមានតែតាមដាននៅភាគក្រោយទាំងអស់គ្នាអូខេអ្នកទាំងអស់គ្នា The Flash ភាគ6នេះត្រូវបានបញ្ចប់ប៉ុណ្ណឹងសិនហើយយើងជួបគ្នាម្ដងទៀតនៅភាគក្រោយបាយបាយ